មនុស្សស្លាប់ដោយសារកំហឹងផ្កាងាប់ដោយសារស្រោចទឹកប្រសិនបើអ្នកមិនជឿសូមសង្កេតមើលគ្រប់ជំងឺធ្ងន់ធ្ងរទាំងអស់តែងតែតាក់ទងទៅនឹងស្ថានភាពផ្លូវចិត្តបើអ្នកមានអារម្មណ៍មិនល្អជាប់រហូតអ្នកនឹងកើតជំងឺធ្ងន់ធ្ងរជាក់ជាមិនខានសពថ្ងៃគេនិយាយអំពីការថែរក្សាសុខភាពតាមពិតការថែរក្សាសុខភាពមិនមែនគ្រាន់តែផ្ដោតទៅលើការញ៉ាំអ្វីផឹកអ្វីនោះទេការថែរក្សាសុខភាពគឺការថែរក្សាផ្នត់គំនិតថែរក្សាអារម្មណ៍និងថែរក្សាទស្សនវិស័យរបស់យើងមនុស្សត្រូវតែមានអារម្មណ៍ល្អទើបសំណាងល្អនឹងមករកយើងដូច្នេះចូលរស់នៅក្នុងបច្ចុប្បន្នបានល្អកុំរអ៊ូរទាំនឹងអតីតកាលដែលមិនអាចផ្លាស់ប្ដូរបានហើយក៏កុំព្រួយបារម្ភអំពីថ្ងៃស្អែកដែលមិនអាចទស្សន៍ទាយបានដែរក្នុងជីវិតនេះមានរឿងខ្លះយើងទទួលបានដោយសារនិស្ស័យបាត់បង់ទៅ